ចឹងមុននឹងយើងបិទកញ្ចក់យើងត្រូវសម្អាតគោលកញ្ចក់ឲ្យស្អាតជាពិសេសកន្លែងនេះនិយាយទៅមុននឹងលាបពណ៌ក៏ដោយយើងត្រូវសម្អាតកន្លែងហ្នឹងសិនបើកន្លែងហ្នឹងយើងអត់សម្អាតឲ្យស្អាតពេលដែលលាបពណ៌ឬក៏បិទកញ្ចក់វាជ្រាបទឹកវាឆាប់ហើបគល់ត្រូវអត់យើងធ្លាប់អញ្ចឹងហ្នឹងអញ្ចឹងយើងយកម៉ាស៊ីនមកសម្អាតតិចទៀននេះផងសម្អាតវាឲ្យញាក់ស្បែកដែលដុសក្របនៅលើកញ្ចក់យើងហ្នឹងពេលដែលយើងខាត់មកវានេះហើយពេលដែលយើងបោះសម្អាតកតិចហ្នឹងហើយគឺយើងខាត់តុងសិនមុននឹងយើងបិទកញ្ចក់ឬក៏មុននឹងលាបពណ៌ក៏យើងធ្វើដូចគ្នាអញ្ចឹងដែរយើងត្រូវខាត់វាឲ្យមានជាតិក្រើមតិចវាអស់អាជាតិអាឡូងហ្នឹងមិនយើងធ្វើទៅវាបិទទៅវាជាប់ហើយយើងបោសសម្អាតហើយមើលយើងកាន់ដៃភ្ញៀវចេះបើយើងដឹងថាដៃវាពេលដែលយើងកាន់មួយទេយើងមិនដឹងទេណាមុននឹងយើងបិទឬក៏យើងតកញ្ចក់យើងត្រូវតែកាន់ដៃភ្ញៀវចេះដើម្បីឃើញដៃវាចឹងពេលដែលដៃយើងវិញមកខាងនេះពេលដែលយើងបិទកញ្ចក់យើងត្រូវជួយងាកមកខាងនេះវិញងាកមកខាងនេះដល់ជួយសេរីដើម្បីឲ្យដៃយើងត្រង់មកវិញចឹងគាត់មើលដៃគាត់3នេះសិតតែវិញអញ្ចឹងមិនមែនថាអូកញ្ចក់ភ្ញៀវអញ្ចឹងមកបិទអញ្ចឹងតាមទេក៏ញ៉ាំវិញអញ្ចឹងយើងត្រូវជួយងាកបន្តិចងាកមកខាងនេះបន្តិចដើម្បីឲ្យត្រង់ឃើញទេអញ្ចឹងខ្ញុំបិទឲ្យមើលថាវាទឹកជាប់ហ្នឹងពេលដែលយើងខាត់សេរីហើយយើងងាកទឹកជាប់សិនណាបានវាជាប់ល្អអញ្ចឹងពេលដែលធ្វើយើងត្រូវធ្វើម្ដងទាំង5តែនេះខ្ញុំធ្វើឲ្យមើលមួយសិនកុំឲ្យវាយូរវាទឹកជាប់ហើយយើងអាំង60អាំងពេលដែលយើងចូលម៉ាស៊ីនអាំង60នាទីហើយចេញមកវិញអញ្ចឹងយើងស្មានតាមទំហំកញ្ចក់ធំដាក់កែវច្រើនកញ្ចក់ទូចដាក់កែវតិចយើងលៃតាមនឹងអញ្ចឹងណាចាអញ្ចឹងយើងបិទយើងអត់ត្រូវបិទដល់គុលទេយើងបិទខិតមកមុខបន្តិចអញ្ចឹងយើងសេរីយើងមើលដូចខ្ញុំបញ្ជាក់កញ្ចក់វាយើងត្រូវទាញងាកមកនេះដើម្បីឲ្យត្រង់អញ្ចឹងយើងលោទៅនេះឃើញអត់ខ្ញុំអត់ដាក់ដល់គុលទេណាដាក់ដល់គុលគឺយើងពិបាករូបខាត់អញ្ចឹងខ្ញុំដាក់ខិតមកមុខបន្តិចចុះមកក្រោមប្រហែលជា20%ហើយចុងកញ្ចក់គឺខ្ញុំងាកមកខាងនេះបន្តិចជួយសេរីដើម្បីឲ្យកញ្ចក់ហ្នឹងត្រង់យើងសេរីថាអូខេហើយយើងជួល7យើងអាំង7បដោះអាសន្នសិនបើយើងមិនអាំង7បដោះអាសន្នទេយើងលុកចូលក្នុងម៉ាស៊ីនបដោវាធ្វើឲ្យកញ្ចក់ហ្នឹងវារបូតអញ្ចឹងយើងអាំងបដោះអាសន្នសិនអញ្ចឹងបើសិនជាយើងធ្វើទាំង5រៀមយើងត្រូវធ្វើដូចគ្នាអញ្ចឹងទាំង5សិនយើងអាំងសរុបកុំឲ្យខាតពេលណាយើងធ្វើអញ្ចឹងឲ្យគ្រប់រៀមសិនទៅយើងអាំង60ទៅ70អីក៏បានដែរចាអញ្ចឹងយើងអាំងហើយបដោះអាសន្នហើយវាជាប់ហើយពេលដែលយើងអាំងហើយ60ទៅ70នាទីហើយយើង2នាទីហើយយើងកាត់ញៀវគាត់ស្រឡាញ់កញ្ចក់វែងកញ្ចក់ខ្លីយើងកាត់សេរីទៅយើងកាត់សេរីតាមដែលគាត់ស្រឡាញ់វែងខ្លីជាពិសេសទៀនកញ្ចក់តយើងត្រូវតែកាត់ទៀនតែបើភ្ញៀវគាត់ថាខ្ញុំស្រឡាញ់ជ្រុងហើយធំយើងមិនបាច់កាត់ទៀនទេតែភាគច្រើនភ្ញៀវគាត់ស្រឡាញ់ជ្រុងបែបធម្មជាតិយើងត្រូវតែកាត់ទៀនឃើញទេចាយើងកាត់សេរីហើយយើងរុះតិចឲ្យវាមានរាងរៅអានេះយើងរុះតិចអត់រុះច្រើនទេអញ្ចឹងយើងត្រូវសេរីគល់នឹងទៀតតែយើងត្រូវដូរក្បាលម៉ាស៊ីននេះសម្អាតសាច់គល់វាទូចអញ្ចឹងក្បាលម៉ាស៊ីនមួយទៀតក្បាលម៉ាស៊ីននេះសម្រាប់សេរីអាគល់កញ្ចក់អារៀងកញ្ចក់នេះអាកន្លែងកញ្ចក់ដែលយើងបិទហ្នឹងក្បាលម៉ាស៊ីននេះអាចអីក៏បានដែរឲ្យតែវាទូចកុំឲ្យវាធំពេកក៏បាក់ខាត់គឺយើងសេរីកន្លែងនេះកញ្ចក់ជ័រវាហើបវាខ្ពស់ជាងកញ្ចក់ធម្មជាតិយើងត្រូវអត់ចាអញ្ចឹងយើងខាត់មកប្រៀបឈឺអត់អីផងធម្មតាត្រូវអត់ស្រួលជាងយើងខាត់ឈើរូបក្បាលម៉ាស៊ីនណាអញ្ចឹងយើងសេរីតិចមកឆ្វេងបន្តិចស្ដាំអញ្ចឹងយើងបោសសម្អាតកតិចអញ្ចឹងគាត់មើលគាត់កំប្រឹងទៅធ្វើដៃធម្មតានេះដៃធម្មតាឃើញអាពីរនេះវាយកតែនេះមិញវាតែនេះលេងវាយាយប៉ុន្តែបើយើងប្រឹងឲ្យខ្លាំងវាតែយើងធ្វើដៃធម្មតាដៃនេះខ្ញុំជួយសេរីបានត្រង់ហើយចាអញ្ចឹងពេលដែលយើងខាត់សេរីគល់កញ្ចក់ហ្នឹងហើយយើងណាហើយនេះជក់ត្រូវតែមានបោសសម្អាតឲ្យភ្ញៀវរហូតពេលដែលមានកតិចនៅលើដៃគាត់ហើយដល់ពេលយើងចង់លាបពណ៌យើងត្រូវលាបទឹកជាប់មួយជាន់ទៀតពីលើប្រើទឹកជាប់2ដងណាជាន់ទី1ម្ដងពេលតកញ្ចក់ហើយប្រើម្ដងទៀតអញ្ចឹងពេលដែលយើងលាបទឹកជាប់ហើយយើងអាំង60អីដូចដើមអញ្ចឹងអូនឯងចង់លាបពណ៌ចង់ធ្វើម៉ូតចង់អីធ្វើទៅអញ្ចឹងអានេះវិធីយើងរៀនបិទកញ្ចក់ប្រើនឹងកែវ UV